xin biệtទាំងអស់គ្នាបាយបាយ ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះលន់តាសុភាមកពី Banking and Finance Club នៅសាលា Camp Ed ហើយឥឡូវនេះពួកយើងកំពុងស្នាក់នៅក្នុងសាលាពោធិ៍សេរីនៅក្នុងខេត្តសៀមរាបហើយដោយពួកបងបានដឹងអញ្ចឹងឥឡូវនេះពួកយើងកំពុងតែធ្វើ charity នៅសាលាពោធិ៍សេរីដែលពួកយើងចែកអំណោយឲ្យអូនដែលរៀននៅសាលាហ្នឹងឥឡូវហ្នឹងមកជាមួយខ្ញុំដើម្បីសម្ភាសជាមួយនឹង member club យើងអូនហើយក៏ដូចជាលោកគ្រូអ្នកគ្រូនៅសាលានេះផ្ទាល់តោះអូនឯងមានអារម្មណ៍បែបណាដែរដែលពេលបានមក charity លើកនេះហ៎ចំពោះចំណាំអារម្មណ៍ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តពេលឃើញក្មេងៗគាត់សប្បាយហើយពេលយើងបានយកអំណោយយកឲ្យមកចែកជូនពួកគាត់ទៅឲ្យពួកគាត់មានរបស់របរប្រើប្រាស់របស់របរសិក្សាអីឲ្យគាត់មានកម្លាំងចិត្តរៀនហើយពួកគាត់គួរឲ្យស្រឡាញ់រស់រាយហើយពេលដែលយើងដើរចូលមកមិនដំបងឃើញពួកគាត់ស្វាគមន៍យើងកក់ក្ដៅមានអារម្មណ៍ថាសប្បាយចិត្តគាត់មានចំណាំអារម្មណ៍បែបណាដែរពេលដែលយើងមកធ្វើ charity នៅសាលាហ្នឹងអានេះលើកទី1របស់ខ្ញុំចឹងខ្ញុំមានអារម្មណ៍ថារៀងភ័យដែរប៉ុន្តែពេលមកដល់ទៅសប្បាយហើយជាមួយយើងឃើញក្មេងៗអ្នកគាត់សប្បាយសេកច្រើនលេងច្រើនអីចឹងទៅមានអារម្មណ៍ថាជួយនេះគឺត្រូវធ្វើ charity នេះគឺត្រូវមែនតើហើយយើងមើលជុំវិញទីធ្លាសាលាទៅគឺយើងផ្ដល់នៅមូលនិធិនេះគឺវាត្រូវនឹងសាលាហ្នឹងហ្មងអញ្ចឹងបើសិនជាលើកក្រោយមាន charity ទៀតខ្ញុំនឹងមកម្ដងទៀតជំរាបសួរអ្នកគ្រូខ្ញុំចង់សួរអ្នកគ្រូថាតើអ្នកគ្រូមានចំណាប់អារម្មណ៍បែបណាដែរពេលដែលឃើញក្រុមនិស្សិតរបស់ពួកយើងមកធ្វើសប្បុរសធម៌នៅហ្នឹងអ្នកគ្រូបាយចិត្តណាស់ដែលបានមកជួយក្មេងៗដែលគ្នាអត់សាលានេះគឺសបោក្មេងអត់ចាពួកគាត់មកពីកន្លែងផ្សេងគ្នាមែនអ្នកគ្រូផ្សេងគ្នាពីភូមិពីភូមិចាសិតតភូមិក្រីក្រហើយសិតច្រើនកូនកំព្រាហើយកូនសិតតម៉ែឲ្យទៅរស់ស៊ីនៅឆ្ងាយទៅហើយគ្នានៅជាមួយជីដូនមួយអីចឹងណាអរគុណច្រើនអ្នកគ្រូ Hello អូនឈ្មោះដែរខ្ញុំឈ្មោះរីយ៉ាអាចអូនខ្ញុំឈ្មោះកំសាន្តអាចពួកអូនទីអ្នកទីម៉ានដែរថ្នាក់ទី4ថ្នាក់ទី4ពេលណៃបានកដោនឹងទៅណៃមានអារម្មណ៍មិនដែរខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនឹងចង់រៀនអារម្មណ៍ថាសប្បាយចិត្តនឹងចង់រៀនខ្លាំងទៅធម្មតាចង់ធ្វើអីចង់ធ្វើអ្នកគ្រូធ្វើអ្នកគ្រូអូនផងចង់ធ្វើប៉ូលីសអូនបានកដោនឹងហើយទៅដល់ផ្ទះអូនធ្វើអីគេមុនគេខ្ញុំអង្គុយសរសេរអក្សរអានសភៅឥឡូវបងសួរប៉ុណ្ណឹងបានណាបងបានលើថាអូនសប្បាយចិត្តដែរបងអរគុណណា ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះតាវ៉ាន់ហើយជា Co-President របស់ Camp Ed Banking and Finance Club ចំនួនទី5ចុងថ្ងៃហ្នឹងខ្ញុំជាមួយនឹង member របស់ Camp Ed Banking and Finance Club ហើយជាមួយនឹង BOA បងចំនួនមុនពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលបានមកកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សាពោធិ៍សេរីស្រុកជីក្រែងខេត្តសៀមរាបដែលកម្មវិធីនេះគឺមានឈ្មោះថាពលឺនៃក្តីសង្ឃឹមឬក៏យើងហៅថា The Lights of Hope 2025ខ្ញុំសូមអរគុណដល់បងនិងអូនដែលបានចូលរួមជាមួយនិធិពេលដែលយើងរៃអង្គាសហើយក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដែលជួយធ្វើឲ្យកម្មវិធីយើងដើរដោយរលូនហើយជាចុងក្រោយក៏សូមអរគុណដល់អ្នកគ្រូនិងសិស្សនិស្សិតទាំងអស់ដែលបានមកចូលរួមកម្មវិធីនេះហើយសូមអរគុណដល់អ្នកគ្រូដែលបានជួយសម្របសម្រួលកម្មវិធីនេះឲ្យបានទៅយ៉ាងរលូនអរគុណពលឺនៃ
សង្ឃឹមពីវាហើយពីចូលភ័យប្រាំ